សួស្តីបងប្អូនមិត្តអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាយើងបន្តសិក្សានៅ clear ភាសាអង់គ្លេសជាបន្តទៀតបាទអឺយើងមើលនៅក្នុងនេះគឺយើងមាន clear មួយដែលបាទ clear នេះគឺគេនិយាយមិនបងប្អូន accent speak louder than words អញ្ចឹង clear ដែលគេនិយាយថា accent speak louder than words តើបងប្អូនប្រែយ៉ាងម៉េចអញ្ចឹងធម្មតាយើងប្រើថា accent ប្រែថាសកម្មភាពមែនណា speak ប្រែថានិយាយ speak និយាយ louder ឮ than ជាង words ពាក្យពេចន៍អញ្ចឹងទៅអញ្ចឹងយើងប្រែជារួមថាយើងប្រែមិនទៅបងប្អូន accent speak louder than words នៅក្នុងភាសាខ្មែរយើងអាចនិយាយថាធ្វើប្រសើរជាងនិយាយធ្វើប្រសើរជាងគ្រាន់តែនិយាយអញ្ចឹងបងប្អូនអញ្ចឹងយើងមើលមកអត្ថន័យខាងក្រោមបាទអត្ថន័យ meaning អត្ថន័យរបស់វាright ចឹងយើងមើលត្រង់នេះ this means នេះមានន័យថា what people do is more than important than what they say နောက်ទៀត what people do is more important than what they say អញ្ចឹងអ្វីដែលបុគ្គលឬអ្វីដែលមនុស្ស people ប្រែថាបុគ្គលឬក៏មនុស្សណាអ្វីដែលមនុស្សនិយាយមនុស្សធ្វើណាអ្វីដែលមនុស្សធ្វើឬក៏បុគ្គលណាម្នាក់ធ្វើវាប្រសើរ important សំខាន់ជាងអ្វីដែលពួកគេគ្រាន់តែនិយាយអញ្ចឹងបងប្អូន what people do is more important than what they say អ្វីដែលបុគ្គលធ្វើប្រសើរជាងអ្វីដែលបុគ្គលគ្រាន់តែនិយាយអូខេ if someone យើងមើលខាងក្រោមទៀត right ដល់នឹងតែម្ដងទៅ if someone say something but doesn't act on it their words are not meaningful true character or intention is shown through action not just speech ប្រសិនបើនរណាម្នាក់និយាយ something នៅរឿងណាមួយ but doesn't ប៉ុន្តែមិនណា act on it មិនបានធ្វើវាឲ្យចេញជាលទ្ធផលនោះទេ their words សម្ដីរបស់ពួកគេ are not meaningful គ្មានន័យសម្ដីរបស់ពួកគេគឺគ្មានន័យ true character អត្តចរិតពិតប្រាកដ true នឹងប្រែថាពិតប្រាកដor intention ឬក៏បំណងប្រាថ្នាពិតប្រាកដ is shown គឺត្រូវបានបង្ហាញ through action តាមរយៈសកម្មភាពតាមរយៈការងារឬក៏សកម្មភាពនៃការធ្វើហ្នឹង not just speech មិនមែនគ្រាន់តែនិយាយនោះទេអូខេមិនមែនគ្រាន់តែការនិយាយនោះទេអញ្ចឹងយើងប្រាប់ម្ដងទៀតប្រសិនបើនរណាម្នាក់និយាយនៅរឿងអ្វីមួយប៉ុន្តែមិនបានបញ្ចេញសកម្មភាពឲ្យវាចេញជាលទ្ធផលនោះទេសម្ដីរបស់ពួកគេគឺមិនមានប្រយោជន៍ឡើយឬក៏គ្មានន័យទេអត្តចរិតពិតឬក៏បំណងប្រាថ្នាពិតគឺការបង្ហាញតាមរយៈសកម្មភាពឬការងារមិនមែនតាមរយៈគ្រាន់តែការនិយាយនោះទេអញ្ចឹងបងប្អូនអូខេមកខាងក្រោមទៀត word by word យើងមើល word by word ពាក្យណាយើងមើលពាក្យអញ្ចឹងយើងមើល accent នឹងប្រែថាសកម្មភាពអូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេថា what someone does their behaviors អញ្ចឹងអ្វីដែលពួកគេធ្វើអ្វីដែលនរណាម្នាក់ធ្វើ their behaviors នឹងគឺអរិយាបថរបស់គេណា behaviors អរិយាបថរបស់ពួកគេអូខេ speak អានេះគេអានថា speak គឺយើងបកប្រែថាម៉េច speak ប្រែថានិយាយបងប្អូន communicate ទំនាក់ទំនង send a message ការផ្ញើសារផ្សេងឧទាហរណ៍ថាយើងផ្
ផ្ញើជាសារខ្ញុំសូមជូនជាសារចេះអ្នកឯងមិនត្រូវញៀនថ្នាំជក់ថ្នាំមិនត្រូវលក់គ្រឿងញៀនមិនត្រូវផឹកសារ៉ាអញ្ចឹងអានេះជាសារចេញពីសម្ដីនរណាម្នាក់អញ្ចឹងគេ send a message អញ្ចឹងបងប្អូន louder យើងប្រើពាក្យថា louder នឹងប្រែ loudនឹងយើងប្រើថាលឺណា don't speak so loud កុំនិយាយលឺពេក louder នឹងប្រែជាងអញ្ចឹងទៅអូខេលឺជាង stronger ខ្លាំងជាង more powerful កម្លាំងខ្លាំងជាងអញ្ចឹងណាអូខេហើយមកខាងក្រោមទៀត than words than មកពី than louder than អញ្ចឹងណាបងប្អូនជាងពាក្យជាងសម្ដីអញ្ចឹងណាបងប្អូន words ហ្នឹងប្រែថាពាក្យសម្ដីអញ្ចឹងទៅ more than just talking មានន័យថាជាងការនិយាយអញ្ចឹងទៅ more than just talking ជាងការជជែកជាងការនិយាយអូខេ so together អញ្ចឹងយើងបូកចូលជាមួយគ្នាមកតើវាមានន័យដូចម្ដេចអូខេអញ្ចឹងយើងមើល people show who they really are by what they do not what they say နောက်ទៀត people show who they really are by what they do not what they say អញ្ចឹងបុគ្គលឬក៏មនុស្សបង្ហាញ who they are ថាតើពួកគេជានរណា really are តាមរយៈ really are by តាមរយៈ what they do តាមរយៈអ្វីដែលពួកគេធ្វើមិនមែនតាមរយៈអ្វីដែលពួកគេនិយាយនោះទេနောက်ទៀតបងប្អូនទាំងអស់គ្នាមនុស្សបង្ហាញនៅអ្វីដែលពួកគេធ្វើតាមរយៈអ្វីដែលពួកគេធ្វើណាមនុស្សបង្ហាញ who they are តាមថាតើគេជានរណាតាមរយៈអ្វីដែលគេធ្វើតែអញ្ចឹងបងប្អូន not what they do មិនមែនអ្វីដែលពួកគេបងប្អូនខ្ញុំរៀនច្រឡំច្រើនណាស់នេះដោយសារធ្វើទូរស័ព្ទនេះវាតូចណាបងប្អូនហើយរៀនយប់អញ្ចឹងទៅខ្ញុំងុយគេងដែរពេលថ្ងៃអត់សូវមានពេលមើលធ្វើទេអត់មានពេលទេមើលកូនណាបងប្អូនnot what they say មិនមែនអ្វីដែលគេនិយាយនោះទេអូខេយើងមើលអត្ថន័យខាងក្រោមទៀត example ឧទាហរណ៍ណាយើងមើលឧទាហរណ៍បាទវែងតែម្ដងបងប្អូនណា students my classmate នឹងមិត្តរួមថ្នាក់បងប្អូនណា my classmate always say he will help me but he never does មិត្តរួមថ្នាក់របស់ខ្ញុំតែងតែនិយាយថាគាត់នឹងជួយខ្ញុំប៉ុន្តែគាត់មិនដែលជួយខ្ញុំអ្វីទាល់តែសោះអានឹងបានទៅនិយាយទេឃើញអត់បងប្អូន remember ចូលចងចាំថា action speak louder than words ធ្វើប្រសើរជាងការនិយាយណា action speak louder than words ធ្វើប្រសើរជាងការនិយាយ don't trust words without action កុំជឿនៅរាល់ពាក្យសម្ដីរបស់នរណាម្នាក់ដែលគ្រាន់ដោយគ្មានបញ្ចេញនៅសកម្មភាពណាមួយឲ្យសោះអូខេ action speak louder than words ធ្វើប្រសើរជាងការនិយាយ don't trust words without action កុំជឿពាក្យសម្ដីនរណាម្នាក់ដោយគ្មានឃើញបញ្ចេញនៅសកម្មភាពណាមួយឲ្យសោះអូខេអានេះគឺចង់បានន័យអញ្ចឹងបងប្អូន